こんにちは、テラルネッサンスカンボジア事務所の津田です。今日私はバッタンバン州で今年の2月から始めた農業訓練センターの訓練生たちが、野菜を育てている畑に来ています。かなり野菜が育ってきたので、このビデオでは訓練生たちに自分たちが育てている野菜の説明をしてもらいたいと思います。នៅជាដំបូងនេះយើងជាគ្រូបដិបដាផ្នែកកសិកម្មចម្រុះអញ្ចឹងយើងបង្រៀនគាត់ឲ្យចេះដាំប៉ុន្តែមុនឲ្យចេះដាំយើងត្រូវបង្រៀនមេរៀនបច្ចេកទេសអញ្ចឹងនៅពេលរៀនចេះបច្ចេកទេសហើយឲ្យបង្រៀនឲ្យគាត់ធ្វើផ្លែនដាំមុនពេលយើងដាំស្ពៃយើងត្រូវការថវិកាយ៉ាងម៉េចយើងត្រូវការជីយ៉ាងម៉េចយើងត្រូវការសម្ភារៈយ៉ាងណាដែលធ្វើឲ្យគ្រប់គ្រងការងារដាំដុះនឹងត្រូវក្បួនស្តង់ដារតាមបច្ចេកទេសរបស់កសិកម្មអញ្ចឹងយើងណែនាំទ្រឹស្ដីហើយបានគាត់ចាប់ផ្ដើមអនុវត្តអញ្ចឹងនៅពេលចាប់ផ្ដើមអនុវត្តយើងបរៀនគាត់អំពីមុនធ្វើដំណាំស្ពៃទីហោស្ពៃអញ្ចឹងគេឲ្យយើងទៅរួមមើលពូជជ្រើសរើសពូជទៅជ្រើសរើសពូជហើយយើងមើលថ្ងៃខែរបស់វាហ្នឹងដាំបានប្រហែលថ្ងៃអញ្ចឹងបើស្ពៃហ្នឹងបាន30ថ្ងៃយើងត្រូវដាំធ្វើម៉េចឲ្យបាន30ថ្ងៃហ្នឹងបានហូបអញ្ចឹងមុនពេលដាំយើងជាក់ឡើងវិញយើងជ្រើសរើសពូជបាទយើងបង្កើតជីកប៉ុសយើងមានជីកប៉ុសយើងមាន GM យើងធ្វើដីឲ្យបានល្អហើយយើងហាលដីនឹងឲ្យបានល្អយើងរកទឹកដែលមានជីជាតិសម្រាប់ស្រោចគាត់បានល្អអញ្ចឹងគាត់យល់ហើយគាត់ចាប់ផ្ដើមអនុវត្តនៅពេលដែលអនុវត្តឧទាហរណ៍ស្ពៃយើងនេះយើងអនុវត្តបន្ទាប់ពីមេរៀនរហូតដល់ការអនុវត្តអញ្ចឹងអនុវត្តហើយគាត់ធ្វើឥឡូវគាត់ធ្វើហើយគាត់តាមដានបាទតាមដានព្រឹកតាមដានល្ងាចពេលយើងរៀនពេលព្រឹកពេលល្ងាចយើងនៅសល់ចុងមកគាត់ចាប់ផ្ដើមស្រោចមើលការថែទាំយើងដាក់ទឹកឲ្យត្រូវតាមគម្រោងយើងមើលសត្វល្អិតឲ្យត្រូវបានតាមស្តង់ដារយើងថែទាំសត្វដែលបំផ្លាញដូចមឿនទាជ្រូកអីចូលមកយើងមើលទាំងអស់ការថែទាំហ្នឹងតាមដានថែទាំហើយយើងវាយតម្លៃថាយើងធ្វើទៅបានល្អឬអត់បើមិនល្អគាត់ប្រាប់មកគ្រូតែបើគាត់ធ្វើល្អហើយយើង promotion គាត់ដើម្បីឲ្យគាត់ធ្វើឲ្យយ៉ាងណាឲ្យបានល្អទៀតអញ្ចឹងស្ពៃនេះយើងបញ្ជាក់ឡើងវិញគេហៅស្ពៃទឺស្ពៃទឺអាយុវាក្នុងកំឡុងពេល25ថ្ងៃទៅ30ថ្ងៃយើងដកបានអញ្ចឹងគាត់ដឹងថ្ងៃណាបានហូបថ្ងៃណាដកយកទៅលក់គាត់ដឹងអញ្ចឹងបច្ចេកទេសមួយយើងលម្អិតឲ្យច្បាស់ប្រធានបទរបស់ដំណាំហ្នឹងអញ្ចឹងបានយើងជោគជ័យអញ្ចឹងចាប់ពីពេលដែលយើងបដោះបដាលមកដោយพี่น้องគាត់ចាប់យកស្ពៃអញ្ចឹងគាត់ត្រូវយកឯកទេសខាងស្ពៃហ្នឹងធ្វើឲ្យបានច្បាស់លាស់អញ្ចឹងមេរៀនមួយកម្មភាពមួយត្រូវតែ smart បើគាត់ smart ហើយគាត់ជោគជ័យអរគុណអូយសូប្រាប់គាត់ទៅខ្ញុំជាសិស្សបដោះបដាលជាសិស្សបដោះបដាលនៅអង្គការ Terra Renaissance ដែលចាប់គម្រោងការដាំស្ពៃរបស់ខ្ញុំចិត្តបានមួយខែតាំងពីចាប់ផ្ដើមដាំហើយយើងដាំត្រូវយ៉ាងម៉េចដែរដាំពេលដាំយើងធ្វើយ៉ាងម៉េចពេលនឹងចាប់ផ្ដើមដាំយើងរៀបចំដីវាឲ្យបានស្អាតបន្ទាប់មកយើងដាក់ជីសាច់ទឹកឲ្យបានត្រឹមត្រូវហើយល្មមយើងមើលកូនល្មមដកនឹងយកមកស្ទូងហ្នឹងយើងយកមកដកដាក់ដាំហ្នឹងហើយយើងស្រោចទឹកស្រោចទឹកស្រោចទឹកធ្វើអីទៀតស្រោចទឹកមើលស្មៅមើលការដាក់ថែមជីបំពងសត្វល្អិតអីមើលសត្វល្អិតយើងសត្វល្អិតអត់ទៅមានហ្នឹងមកយើងប្រើជី EM ប្រើប៉ុន្មានដងប្រើ EM ក្នុងមួយអាទិត្យប៉ុន្មានដងទៅចាប់ផ្ដើមប្រើដែរបានប៉ុន្មានដងឲ្យស្ពៃនេះប្រើប្រហែលជាមួយដងចឹងបានម្ដងល្អអត់ល្អចឹងចេះដាំស្ពៃហើយនៅចេះដាំអាចបន្តការសិក្សាហាត់បង្ហាញគេបានអត់បានជោគជ័យអត់បាទអរគុណអារីកាតូកតាយម៉ាはいសិនជំរាបសួរខ្ញុំគឺជាសាលវិជ្ជមណ្ឌលបណ្ដុះបណ្ដាអង្គការធារានី
này phăng ចេះតែរឿងនេះសិន ខ្ញុំចង់ណែនាំពីសម្ដែងគូប្រហែលទៅ ខ្ញុំចង់ណែនាំអំពីសម្ដែងគួរតែខ្ញុំបានដាំដុះដំបូងឡើយខ្ញុំកាត់ដីហើយលាយជីជាមួយដីហ្នឹងហើយដាក់ហាលវាឲ្យវាចូលគ្នាហើយបានខ្ញុំស្រោចទឹកឲ្យដីហ្នឹងសើមហើយបានខ្ញុំដាក់តាមក្របដល់បាន2 អាទិត្យខ្ញុំចាប់ផ្ដើមបាញ់ថ្នាំបំពន់វាហើយដល់វាបានចេញផ្លែចេញផ្កាមកវាមានចាយអញ្ចឹងខ្ញុំក៏បានបាញ់ថ្នាំសម្រាប់សត្វល្អិតដែលខ្ញុំបានរៀនពីលោកគ្រូដែលគាត់បានបរៀន ហើយមកទល់ពេលឥឡូវមានយ៉ាងម៉េចដែរសម្ដែង មកតល់ពេលឥឡូវវាផ្លែច្រើនហើយនឹងផ្កាច្រើន វាមានជាតិគីមីឬក៏សារធាតុធម្មជាតិ ស្ដែកគួរដែលខ្ញុំបានណាំនេះខ្ញុំមិនបានប្រើគីមីទេខ្ញុំប្រើរបៀបធម្មជាតិមានថ្នាំធម្មជាតិនិងជីធម្មជាតិតែពួកខ្ញុំបានរៀនពីលោកគ្រូដែលគាត់បានបរៀននៅ ផ្នែកកសិកម្ម ផ្នែកកសិកម្មចម្រុះ សិន ជម្រាបសួរដល់ទាំងអស់គ្នាខ្ញុំឈ្មោះរីម៉ារីជាសិស្សរៀននៅវិទ្យាល័យបណ្ដុលបណ្ដុះបណ្ដាលកសិកម្មចម្រុះហើយនេះខ្ញុំបាននិយាយអំពីការដាំស្ពៃកញ្ញាញ់ស្ពៃនេះមុននឹងយើងដាំយើងដាក់មុននឹងយើងកាប់ដីហើយដាក់លាយជាមួយជីហាលវាទុកប្រហែលជា 2-3 ថ្ងៃយើងអាចប្រែវាម្ដងទៀតហើយដាក់ព្រុសកូនស្ពៃនឹងបានបន្ទាប់ពីយើងព្រុសបានកន្លះខែហើយយើងអាចដកវាយកទៅដាំបានហើយរយៈពេលប្រមូលផលដែលយើងយកវាទៅធ្វើម្ហូបបានហ្នឹងរយៈពេល50ថ្ងៃ ចាអានេះប្រហែលថ្ងៃទៀតដកបានទេញ៉ាំបាន ដកបាន បាំងហើយ ដកយកទៅដាំបាន ចា អរគុណ ចាប់ ជំរាបសួរអ្នកគ្រូលោកគ្រូខ្ញុំបាទឈ្មោះសៀងប៊ុនសាខ្ញុំគឺជាសិស្សមជ្ឈមណ្ឌលភារាអង្គការភារានេរេសានថ្ងៃនេះខ្ញុំមកនិយាយអំពីវិធីសាស្ត្រដាំមកដំណាំតង្គួនអូយភ័យមកមុនដាំធ្វើអីមុនដាំយើងត្រូវរៀបចំរងរៀបចំដីយើងធ្វើដីលាយជាមួយជីធម្មជាតិជីកប៉ុសរបស់យើងហើយជ្រើសរើសពូជ ហើយក្នុងរយៈពេលយើងដាំ18ថ្ងៃយើងអាចប្រមូលផលហូបដាបានហើយរយៈពេល18ទៅ20 25ថ្ងៃយើងអាចប្រមូលផលទាំងអស់បាន ចានេះឥឡូវញ៉ាំបានទេ បាន ចា ទៀតយើងតែទ្រាំតាមបានទៀតមួយទៅពីដើមដងធ្វើអី ភ័យ បន្ទាប់ពីយើងបានដាំដោះហើយយើងថែទាំតាមដានមើលសត្វល្អិតឬក៏ចៃខ្លាយដែលវាស៊ីមកដំណាំរបស់យើងខូចខាត អរគុណច្រើន អារីកាតូកាសេម៉ា ជម្រាបសួរលោកគ្រូអ្នកគ្រូនេះខ្ញុំឈ្មោះខំសនិទ្ធជាគ្រូបង្គោលផ្នែកបណ្ដុះបណ្ដាលកសិកម្មចម្រុះនេះខ្ញុំគឺបានតាមដានទៅលើដំណាំដូចជាដំណាំតកូនដំណាំស្ពៃដំណាំននោងដំណាំសណ្តែកគួរនិងម្ទេសហើយនឹងការចិញ្ចឹមសត្វដូចជាសត្វជ្រូកសត្វទាសត្វមាន់ហើយនេះខ្ញុំក៏បានត្រួតពិនិត្យទៅលើដំណាំទាំងនោះនិងការចិញ្ចឹមសត្វផងដែរបើសិនជាមានការ មិនល្អអីគឺនេះខ្ញុំនឹងត្រួតពិនិត្យម្ដងទៀតនិងកែប្រែម្ដងទៀតហើយបើសិនជាទទួលបានជោគជ័យហើយនេះខ្ញុំនឹងបង្រៀនមេរៀនបន្តទៀតចា៎សូមអរគុណ ចា